ថ្ងៃលិចរំលឹកយើងថាការបញ្ចប់មិនមែនជារឿងអាក្រក់ជានិច្ចនោះទេវាគឺជាផ្នែកមួយនៃវដ្តធម្មជាតិវាបង្រៀនយើងឲ្យចេះលែងដៃពីអ្វីដែលបានកន្លងផុតទៅនៅក្នុងថ្ងៃនេះវាផ្ដល់សញ្ញាថាទោះបីជាថ្ងៃនេះមានរឿងល្អឬអាក្រក់ក៏ដោយក៏វានឹងបញ្ចប់ហើយយើងនឹងមានឱកាសថ្មីសម្រាប់នៅថ្ងៃស្អែករីឯការសម្រាកលំហែកាយជួបជុំគ្រួសារនៅ Happy Resort សៀមរាបមិនត្រឹមតែជាដំណើរកម្សាន្តដែលផ្លាស់ប្ដូរទីកន្លែងគេងនោះទេប៉ុន្តែគឺជាការវិនិយោគនៅលើសេចក្តីសុខផ្លូវចិត្តនិងចំណងមិត្តភាពនៅក្នុងគ្រួសារយ៉ាងមានន័យបរិយាកាសដ៏ស្ងប់ស្ងាត់និងមានផាសុកភាពផ្ដល់ឱកាសឲ្យសមាជិកគ្រួសារបានអង្គុយជជែកគ្នាលេងទឹកជាមួយគ្នាឬញ៉ាំអាហារជុំគ្នាដោយគ្មានការរំខានពីបច្ចេកវិទ្យាឬមួយក៏ការងារជាពេលវេលាដែលកូនទទួលបាននូវភាពកក់ក្ដៅយ៉ាងពេញលេញពីឪពុកម្ដាយសកម្មភាពសាមញ្ញៗដូចជាការមើលថ្ងៃលិចជាមួយគ្នាឬការថតរូបជុំគ្នានៅមាត់អាងទឹកនឹងក្លាយជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតដែលសមាជិកគ្រួសារម្នាក់ៗតែងតែនឹកនាឃើញចំណិចនៅពេលត្រឡប់ទៅផ្ទះវិញ Happy Resort Siem Reap, where every stay is a happy memory.